ស្ដីបងប្អូនទាំងអស់គ្នាតើបងប្អូនធ្លាប់ឮចាស់ៗនិយាយថាប្រយ័ត្នមៈร็ងគង្វាលលេងសក់ទេនៅតាមបណ្ដាខេត្តឆ្ងាយៗឬសូម្បីតែក្នុងក្រុងកាលពីមុនឲ្យតែឃើញសក់សេះឬសក់គោជំពាក់គ្នាដោយគេក្រងឲ្យគេដឹងភ្លាមថាមៈร็ងគង្វាលមកលេងហើយប៉ុន្តែតើមៈร็ងគង្វាលពិតជាមានមែនទេតើពួកគេជានរណាហេតុអ្វីបានជាគេចូលចិត្តលេងសើចជាមួយសត្វពាហនៈនិងក្មេងតូចៗថ្ងៃនេះយើងនឹងចំណាយពេលដើម្បីជំរះមន្ទិលនិងស្វែងយល់ពីអាថ៌កំបាំងនេះទាំងអស់គ្នាក្នុងចំណោមជំនឿអរូបីរបស់ខ្មែរមៈร็ងគង្វាលត្រូវបានចាត់ទុកជាអមនុស្សកម្រិតទាបពួកគេមិនមែនជាខ្មោចដែលមកបន្លាចមនុស្សឡើយតាមក្បួនតម្រាពួកគេគឺជាវិញ្ញាណកុមារដែលមិនទាន់ចាប់ជាតិហើយមានបុណ្យបារមីខ្លះៗដែលសេសសល់ពីជាតិមុនគេពណ៌នាថាមៈร็ងគង្វាលមានកម្ពស់ត្រឹមជង្គង់មនុស្សចាស់ស្លៀកក្បិនខ្មៅចងកំប៉ោយមានមុខមាត់ស្អាតបាតនិងគួរឲ្យស្រឡាញ់ពួកគេរស់នៅជាហ្វូងដូចជាកុមារមត្តយសិក្សាអញ្ចឹងដែរជួនកាលពួកគេនៅជាមួយអ្នកតាជួនកាលនៅជាមួយព្រះភូមិក្នុងនាមជាកូនចៅតួនាទីជាអ្នកគង្វាលសត្វនិងការរក្សាទ្រព្យកាលពីសម័យដើមដែលកម្ពុជានៅសម្បូរព្រៃឈើនិងសត្វពាហនៈមៈร็ងគង្វាលដើរតួជាមន្ត្រីការពារសត្វព្រានព្រៃមិនហ៊ានបាញ់សត្វទាំងហ្វូងទេព្រោះខ្លាចបាញ់ចំសត្វដែលមៈร็ងគង្វាលកំពុងជីលេងបើព្រានណាធ្វើឲ្យមៈร็ងគង្វាលខឹងពួកគេនឹងធ្វើឲ្យព្រាននោះវង្វេងព្រៃឬបាញ់មិនដែលត្រូវសត្វឡើយម្ចាស់គោក្របីតែងតែសំពះសុំមេត្តាពីមៈร็ងគង្វាលឲ្យជួយមើលថែសត្វរបស់ខ្លួនឲ្យជៀសផុតពីសត្វសាហាវដូចជាខ្លាឬពស់ជាដើមមានរឿងនិទានមួយដំណាលថាមានគ្រួសារក្រីក្រមួយចិញ្ចឹមសេះតែមួយគត់យប់មួយគាត់បានឃើញពន្លឺតូចៗរត់លេងជុំវិញសេះរបស់គាត់ជំនួសឲ្យការដេញគាត់បានយកនំនិងទឹកផែមទៅដាស់ថ្វាយនៅជើងសសរចាប់ពីថ្ងៃនោះមកសេះរបស់គាត់កាន់តែរឹងមាំហើយគាត់ចាប់បានមានសំណាងក្នុងរបររកស៊ីនេះបង្ហាញថាបើយើងមានចិត្តល្អចំពោះពួកគេនឹងតបស្នងមកវិញអ្នករក្សាទ្រព្យបច្ចុប្បន្នមនុស្សលែងសូវចិញ្ចឹមគោក្របីច្រើនដូចមុនប៉ុន្តែជំនឿលើមៈร็ងគង្វាលមិនបានបាត់បង់ទេពួកគេបានក្លាយជាអ្នកយាមផ្ទះហើយនឹងអ្នកហៅម៉ួយមនុស្សជាច្រើនបានរៀបរាប់ថានៅពេលយប់ស្ងាត់ពួកគេឮសំឡេងរត់លេងគ្រឺតនៅលើដំបូលឬឮសំឡេងក្មេងសាយជួនកាលមៈร็ងគង្វាលមកប្រាប់ហេតុក្នុងសុបិនឲ្យម្ចាស់ផ្ទះប្រុងប្រយ័ត្នចំពោះចោរប្លន់ឬឲ្យលេខសំណាងក៏មានការពារម្ចាស់ប្រមានគ្រោះថ្នាក់បណ្ដេញវិញ្ញាណអាក្រក់ធ្វើឲ្យសត្រូវខ្លាចជួយការងារនិងរកស៊ីជួយរកលុយទាក់ទាញភ្ញៀវឲ្យការងាររលូនរបៀបរៀបចំអាសន្ននិងត្រណាំបងប្អូនខ្លះចង់ដឹងថាតើត្រូវរៀបចំអាសន្នយ៉ាងដូចម្តេចមៈร็ងគង្វាលចូលចិត្តអ្វីដែលក្មេងៗចូលចិត្តគឺទឹកក្រហមនំផ្អែមស្ករគ្រាប់និងអ្វីដែលពិសេសបំផុតគឺគ្រឿងលេងក្មេងៗត្រណាំចំណុចសំខាន់បើបងប្អូនកាន់មៈร็ងគង្វាលបងប្អូនហាមជេរប្រទេសឬវាយដំក្មេងៗក្នុងផ្ទះដោយមិនមានហេតុផលព្រោះមៈร็ងគង្វាលស្រឡាញ់ក្មេងណាស់បើធ្វើឲ្យពួកគេខឹងពួកគេនឹងចាកចេញហើយលែងជួយយើងទៀតហើយទោះបីជាវិទ្យាសាស្ត្រមិនអាចបកស្រាយបាន 100% ក៏ដោយប៉ុន្តែជំនឿលើមៈร็ងគង្វាលបានបង្រៀនយើងឲ្យមានចិត្តមេត្តាចេះស្រឡាញ់សត្វនិងកុមារវាគឺជាមរតកអរូបីដ៏មានតម្លៃរបស់ខ្មែរសូមអរគុណបងប្អូនសម្រាប់ការតាមដានវីដេអូនេះតើបងប្អូនមានរឿងរ៉ាវពិតដែលធ្លាប់ជួបផ្ទាល់ខ្លួនទេសូមខមមិនចែករំលែកខាងក្រៅកុំភ្លេច like និង subscribe ដើម្បីជួបគ្នានៅវីដេអូអាថ៌កំបាំងក្រោយៗទៀតសូមអរគុណ